លោកយន្តសុកយុលដែលត្រូវបានព្យួរតំណែងត្រូវបានតុលាការធម្មនុញ្ញកូរ៉េខាងត្បូងសម្រេចដកតំណែងជាផ្លូវការហើយនៅថ្ងៃសុក្រទី4ខែមេសាឆ្នាំ2025នេះលោកយន្តសុកយុលជាប្រធានាធិបតីកូរ៉េខាងត្បូងដែលត្រូវបានព្យួរតំណែងត្រូវបានតុលាការធម្មនុញ្ញសម្រេចដកតំណែងជាផ្លូវការហើយនេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AFP តាមរយៈសាលក្រមសម្រេចរបស់តុលាការធម្មនុញ្ញកូរ៉េខាងត្បូងដោយទទួលយកសេចក្តីសម្រេចរបស់សភាដែលបានបោះឆ្នោតគាំទ្រការដកតំណែងរបស់លោកយន្តបានធ្វើឲ្យរូបលោកក្លាយជាប្រធានាធិបតីទី2របស់កូរ៉េខាងត្បូងដែលត្រូវបានទម្លាក់ចេញពីតំណែងបន្ទាប់ពីលោកស្រីផាកដែលត្រូវបានតុលាការធម្មនុញ្ញទម្លាក់ចេញពីតំណែងនៅខែមីនាឆ្នាំ2017ចៅក្រមទាំង8រូបនៃតុលាការធម្មនុញ្ញបានសម្រេចជាឯកច្ឆន្ទជាមួយការតម្កល់ទុកជាបានការនៅសេចក្តីសម្រេចដកតំណែងលោកយន្តដោយសភាជាតិចំណែកនាយករដ្ឋមន្ត្រីហានដុកសូនឹងត្រូវបន្តកាន់តំណែងជាប្រធានាធិបតីស្ដីទីរហូតដល់ប្រធានាធិបតីថ្មីត្រូវបានជ្រើសរើសនៅក្នុងការបោះឆ្នោតក្នុងរយៈពេល60ថ្ងៃឬអាចធ្វើឡើងនៅសប្តាហ៍ដំបូងនៃខែមិថុនាខាងមុខនេះក្នុងពេលបច្ចុប្បន្នមេដឹកនាំគណៈបកប្រជាធិបតេយ្យដែលជាបកប្រឆាំងដ៏សំខាន់មួយនៅកូរ៉េខាងត្បូងគឺលោកលីជេមឿងកំពុងមានប្រជាប្រិយភាពនាំមុខគេក្នុងការស្ទង់មតិដែលក្រុមអ្នកវិភាគយល់ថាវាដូចជាលឿនពេលដែលត្រូវនិយាយថាលោកលីអាចនឹងទទួលបានជ័យជំនះក្នុងការបោះឆ្នោតណាមួយខណៈមានគម្លាតនៃការគ្រប់គ្រងត្រឹម6ពិន្ទុប៉ុណ្ណោះរវាងគណៈបករបស់លោកនិងគណៈបកអំណាចប្រជាជនរបស់លោកយន្តសុកយុលដែលត្រូវបានសភាគ្រប់គ្រងដោយក្រុមគណៈបកប្រឆាំងព្យួរតំណែងកាលពីថ្ងៃទី14ខែធ្នូជុំវិញការប្រកាសប្រើច្បាប់អាជ្ញាសិទ្ធិកាលពីថ្ងៃទី3ខែធ្នូឆ្នាំ2024ក៏កំពុងប្រឈមមុខនឹងការស៊ើបអង្កេតប្រមត្តនក្រោមបទចោទប្រកាន់បះបោរផងដែរប្រសិនបើតុលាការរកឃើញថាលោកពិតជាមានពិរុទ្ធលើបទចោទបះបោរពិតមែននោះលោកអាចប្រឈមមុខនឹងទោសជាប់ពន្ធនាគារអស់មួយជីវិតឬប្រហារជីវិតកុំនៅស្ទាក់ស្ទើរអីទៀតតម្លៃកាន់តែពិសេសសម្រាប់ប្រអប់ Sky One TV តម្លៃត្រឹមតែ